ជំរាបសួរលោកគ្រូអ្នកគ្រូនៅតាមវិទ្យាល័យនិងអនុវិទ្យាល័យទាំងអស់ដោយសារមើលឃើញថាលោកគ្រូអ្នកគ្រូមួយចំនួនអត់ដឹងថាត្រូវធ្វើ file នៅឆ្នាំ2026នឹងឡើងវិញធ្វើយ៉ាងម៉េចខ្ញុំសង្កេតឃើញផ្ញើ file មកគឺផ្ញើតែ file ចាស់ដូចលោកគ្រូគាត់សួរបែបនេះអញ្ចឹងខ្ញុំធ្វើវីដេអូនេះបង្ហាញពីរបៀបនៃការទាញទៅនឹង download យកកំណែថ្មីហើយទាញ file ចាស់ចូលទៅក្នុងកំណែថ្មីកែសម្រួលហើយផ្ញើមកវិញអញ្ចឹងដំណាក់កាលរបស់យើងមានដូចខ្ញុំកំពុងបង្ហាញនេះបាទទី1លោកគ្រូត្រូវទាញកំណែថ្មីនេះកំណែ 1.6 និង 1.7 ខុសគ្នាតិចតួចទេបើលោកគ្រូធ្វើរួចហើយលោកគ្រូទាញមកដូចជាការស្រាច់អត់ពិបាកទេបាទទី2ឈរលើ sheet លេខ1 sheet info លោកគ្រូលុបចុចប៊ូតុងលុបមានន័យថាលោកគ្រូយក file គេទៅនេះគឺឈ្មោះសាលាគេទេមិនមែនសាលាលោកគ្រូទេអញ្ចឹងលោកគ្រូចុចប៊ូតុងលុបនេះសិនតមកទៀតលោកគ្រូទាញទិន្នន័យពី file ចាស់ហើយចុងក្រោយលោកគ្រូត្រូវ save as បាទ save as ហ្នឹងវានឹងតម្លាក់ឈ្មោះ file ដូចនេះដូចលោកគ្រូនេះគាត់ធ្វើនេះ save as គាត់ចេញឈ្មោះសាលារបស់គាត់យើងមិនចាំបាច់ទៅ rename ទេបាទមិនបាច់ចូលទៅ rename ឈ្មោះ file ឈ្មោះស្រុកឈ្មោះសាលាឈ្មោះកំណែអីតាមហ្នឹងទេវាដឹងខ្លួនវាស្រេចបាទហើយបន្តមកទៀតលេខ3លោកគ្រូត្រូវកែសម្រួលបើសិនបើលោកគ្រូមានការកែសម្រួលការវិភាគឬមួយក៏លុបឈ្មោះគ្រូអីយើងប្រើលើកំណែលេខ7នេះបាទតមកទៀតពេលដែលចប់ហើយលោកគ្រូផ្ទៀងផ្ទាត់នឹងផ្ញើត្រឡប់មកចូលក្នុងក្រុមអង្គភាព XSJS 91នឹងវិញបាទចុះអរគុណអញ្ចឹងយើងចាប់ផ្ដើម download ដោយសារ file នេះនៅក្នុងកុំព្យូទ័រខ្ញុំអត់បង្ហាញ file ថ្មីទេខ្ញុំបង្ហាញ file នេះសិនបាទអញ្ចឹងជំរាបលោកគ្រូថានៅពេលដែលយើងផ្សាយឆ្លងអ៊ីនធឺណិតបើកមកគឺកូដដែលយើងប្រើក្នុងប៊ូតុងទី1ទី2នេះគឺអត់ដំណើរការទេវាបិទចោលអស់អញ្ចឹងខ្ញុំឧទាហរណ៍ថាលោកគ្រូ download file ពីខ្ញុំទៅនេះបាទយើងចុចចឹងមកបាទយើងចុចមួយទៀតវាបើកបែបនេះនេះវាចេញពណ៌លឿងតបពីយើងចុចពណ៌លឿងហើយវាចេញពណ៌ផ្កាឈូកចឹងឃើញលោកគ្រូបាទអញ្ចឹង file ហ្នឹងអត់ដំណើរការទេយើងប្រើអត់បានទេចុចទៅអត់ដើរឃើញទេឃើញវាអត់ដើរអត់ដើរទេបាទអញ្ចឹងយើងចូលទៅធ្វើម៉េចអញ្ចឹងខ្ញុំចូលទៅកន្លែងទុក file ហ្នឹងខ្ញុំដឹងថាវានៅក្នុង Telegram នេះអញ្ចឹងនេះ file នេះអញ្ចឹងលោកគ្រូទុកនឹង Telegram ហ្នឹងលោកគ្រូ save ក៏បានលោកគ្រូទាញយកនៅកន្លែងណាផ្សេងក៏បានឧបមាថាខ្ញុំយកនៅក្នុង drive D នេះមកខ្ញុំដាក់ folder មួយថ្មីខ្ញុំដាក់ឧទាហរណ៍ណាគ្រូឈ្មោះហ្នឹងទៅស្បៃសួររកនេះអញ្ចឹងយើងធ្វើម៉េចពេលយើងយកមកដាក់រួចហើយគ្រូធ្វើតែម្ដងទេគ្រូបើកវាយើងគ្រូចុច mouse ស្ដាំគ្រូចុច property ពេលហើយគ្រូនេះឃើញកន្លែងនេះចេញសញ្ញាចុច4ជ្រុងមួយគ្រូចុច tick ហើយគ្រូ apply ហើយអូខេបាទតមកទៀតគ្រូបើកហើយគ្រូចុចសាក់មើលវាលុបឲ្យអត់អូនេះវាលុបហើយនេះបាទវាលុបហើយប៉ុន្តែបើចុចទៅអត់ទៅវាអាចអត់ទៅណាអាចអត់ទៅដោយសារកុំព្យូទ័រលោកគ្រូបើលោកគ្រូអត់ធ្លាប់ធ្វើតាមវិធីមួយទៀតគឺវាអត់ទៅទេអញ្ចឹងលោកគ្រូចុចបែបនេះបើសិនបើវាអត់ដើរណាលោកគ្រូត្រូវទៅ enable macro វាគ្រូចុចលើ file លោកគ្រូចុះមកខាងក្រោមលោកគ្រូយកពាក្យថា option នេះយ៉ាងនឹងចេញមកហើយលោកគ្រូចុចលើ trash center នេះមកហើយកន្លែងនេះលោកគ្រូចុចលើ trash center setting ហើយកន្លែងនេះលោកគ្រូយកថា macro setting ហើយលោកគ្រូចុចអាក្រមគេនេះមាន1 2 3 4គ្រូចុចទី4ណាគ្រូចុចទី4ប៊ូតុងទី4ហើយគ្រូចុចអូខេអញ្ចឹងលោកគ្រូធ្វើតែម្ដងហ្នឹងទេបាទលោកគ្រូធ្វើតែម្ដងហ្នឹងទេអញ្ចឹងបន្ទាប់ពីបាន file ហ្នឹងហើយលោកគ្រូត្រូវទាញទិន្នន័យពី file ចាស់ចូលแล้วឧបមាថាខ្ញុំមានទិន្នន័យពី file ចាស់មួយហើយខ្ញុំចង់ទាញចូលមកកំណែ 1.7 ខ្ញុំចូលទៅ file ខ្ញុំវិញបាទកំណែ 1.7 នេះឧទាហរណ៍ថានឹងចុះខ្ញុំដាក់មកចិត្តគ្នាមកដើម្បីលោកគ្រូសួរមើលក្រុមមកនេះអែបគ្នាហ្នឹងឥឡូវខ្ញុំចង់ទាញទិន្នន័យពីសាលានេះទិន្នន័យពីអនុសាមគ្គីមកចូលមកលាក់ 1.7 នេះបាទនៅចិត្តគ្នាយើងស្គាល់កន្លែងវាទុកអីនៅក្នុង drive D នេះណាគ្រូ
ចឹងខ្ញុំបើក 1.7 មកដែល file យើង download ទៅមិញយើង enable macro អីគឺនៅលើអាហ្នឹងបាទចឹងលោកគ្រូឃើញនេះទិន្នន័យសិតតែឈ្មោះសាលារបស់គេទាំងអស់ទិន្នន័យគ្រូរបស់គេអីទាំងអស់ចឹងលោកគ្រូចុច info នេះមកតមកទៀតលោកគ្រូចុច loop បាទបន្ទាប់ពី loop ហើយលោកគ្រូចុចលើទាញទិន្នន័យទាញទិន្នន័យអាចាស់បាទនេះទាញទិន្នន័យ file ចាស់មិញយើងទុកឯណាទុកក្នុង 3D ក្រងម៉ោងនេះយើងចុចឲ្យចំឈ្មោះ file នេះមកអនុសាវរីយ៍ open ចឹងលោកគ្រូចាំបន្តិចវាទាញនេះចុច yes មកគឺចប់នេះឃើញទេឈ្មោះនេះគឺឈ្មោះគ្រូរបស់យើងទាំងអស់បាទនេះសាលារបស់យើងប៉ុន្តែយើងមើលនៅលើនេះគឺឈ្មោះអត់មានឈ្មោះទេអញ្ចឹងជំហានបន្ទាប់លោកគ្រូត្រូវចុច save as ហើយលោកគ្រូយកទុកនៅនឹងដដែលគ្រូចុច OK មកអូខេអញ្ចឹងនេះវាជាប់ឈ្មោះសាលាគ្រូមួយកំណែ 1.7 ហើយឃើញទេគ្រូមិនបាច់ចូលទៅ rename ឬអីទេអញ្ចឹង file ហ្នឹងវានៅឯណាគឺវានៅកន្លែងដែលយើងទុកនេះណា43 1.7 នេះ file ថ្មីរបស់យើងណាយើងបើកមកប្រើបានលោកគ្រូកែឲ្យស្អាតមកណាតាំងគ្រូទាំងអីនេះគ្រូកែបានអីបានទាំងអស់នេះគ្រូចង់លុបគ្រូដាក់មិនអីមិនលុបបានទាំងអស់អត់មានបញ្ហាអីទេនេះកន្លែងនេះអីគ្រូចង់លុបគ្រូគាត់ទៅដាក់អញ្ចឹងមកគ្រូលុបបានអញ្ចឹងថែមបានណាបាទចង់លុបគាត់គ្រូចូលមកគ្រូចុចលើពាក្យថាលុបហើយចុចអូខេឃើញបាត់ហើយគ្រូនេះមួយទៀតខ្ញុំលុបមួយទៀតអូខេទៀតឃើញទេបាទហើយចង់ថែមបាទនេះគ្រូសៀងហៅហ្នឹងគាត់រៀនទៀតខ្ញុំចុចចម្លងឃើញវាថែមមកហើយអញ្ចឹងពេលលោកគ្រូថែមមកហើយលោកគ្រូដូរមុខវិជ្ជាមកមិនអាចដាក់ផែនដីនឹងខាងលើហើយខាងក្រោមផែនដីទៀតឈ្មោះនឹងអត់ដែរផែនដីអត់ទេអញ្ចឹងខាងក្រោមអាចគាត់បរៀនជីវៈអីចឹងទៅឯណាជីវៈនេះឧទាហរណ៍ណាលោកគ្រូតបែបហ្នឹងអញ្ចឹងសូមលោកគ្រូយក file ហ្នឹងទៅធ្វើតាមការណែនាំម្ដងមួយជំហាននឹងទទួលបានជោគជ័យហើយតទៅពីលោកគ្រូធ្វើហើយលោកគ្រូផ្សាយ file ដែលកែរួចហ្នឹងផ្សាយមកខ្ញុំវិញបាទអរគុណបាទប៉ុណ្ណឹងជម្រាបលា